បាទសូមគោរពជំរាបសួរអ្នកនិយមសិក្សាភាសាអង់គ្លេសនៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកជូនអំពីឃ្លាមួយដែលយើងនិយាយថាទ្រាំលេងបានហើយអញ្ចឹងពាក្យថាទ្រាំលេងបានហើយនៅក្នុងភាសាអង់គ្លេសយើងគួរនិយាយបែបណាអញ្ចឹងសូមចូលទៅមើលទាំងអស់គ្នាបាទគឺពាក្យនេះមានន័យថា so done បាទប៉ុន្តែបើសិនបើយើងចង់និយាយជាប្រយោគតើយើងនិយាយបែបណាបាទឥឡូវសូមស្ដាប់វីដេអូទាំងអស់គ្នា I'm so done with this. I am so done. I am so done. I am so done. Okay I'm so done ចឹងពាក្យនេះគឺទៅបានផ្លើបូកជាមួយ so បូកជាមួយ done បាទ I am so done with this shit. I am so Okay I am so done with the leadership បាទន័យថាខ្ញុំទ្រាំលេងបានជាមួយនឹងភាពជាអ្នកដឹកនាំនេះទៀតហើយបាទទ្រាំ I am so done. I am so done with this shit. I am so done with I am so done. Oh, I'm so done, Jimmy. So I'm done being Mr. Nice Guy. I'm so done. I'm so done បាទន័យថាខ្ញុំទ្រាំលេងបានហើយខ្ញុំលេងនៅជាមួយអ្នកឯងហើយចឹងនៅក្នុងពាក្យហ្នឹងវីដេអូដែលគេបាននិយាយគឺមានន័យចឹងបាទឬក៏យើងអាចនិយាយបានមួយបែបទៀតថាយើងចង់ប្រើប្រាស់ជាមួយនឹងបរិបទទី1បរិបទទី2បរិបទទី3ក៏យើងអាចប្រើបានដែរអញ្ចឹងបរិបទទី2និងបរិបទទី3តើយើងគួរប្រើបែបណាបាទហើយប្រសិនបើវាដើរតួជា plural តើយើងគួរប្រើបែបណាបាទឧទាហរណ៍ថាបរិបទទី3ដើរតួជា plural ប្រើពាក្យ they they are so done with us បាទនេះពួកគេគឺធុញទ្រាន់នឹងពួកយើងហើយមែនបាទនេះឥឡូវមួយនេះគេដាក់ថា you are so done with me ដែរម៉េចអ្នកទ្រាំលេងបានជាមួយខ្ញុំហើយមែនបាទអញ្ចឹង you are so done with me បាទមួយទៀតគេដាក់ថា I'm so done with you ខ្ញុំទ្រាំលេងបានជាមួយអ្នកហើយមួយគឺអ្នកទ្រាំលេងបានជាមួយខ្ញុំដល់ពេលនេះគឺខ្ញុំទ្រាំលេងបានជាមួយអ្នកអូខេបាទកុំភ្លេចជួយ follow ម្នាក់មួយផងបាទសូមអរគុណ